បើជ្រុលតែឈឺចាប់នឹងបញ្ហាដែលកំពុងតែធ្វើឲ្យយើងនឹងដៀមទុកវាសោកសង្រេងមែនតើណាងើបមកយកអ្វីដែលយើងស្រឡាញ់ឲ្យធ្វើវាហ្មងបើសិនជាយើងឆ្នៃបញ្ហាហ្នឹងទៅជាឱកាសមាសប្រាក់ហ្មងពេលមានបញ្ហាសង្ងំធ្វើទៅធ្វើអីក៏បានធ្វើឲ្យខ្លួនឯងកើតជាមនុស្សថ្មីដែលមិនធ្លាប់ធ្វើពីមុនក៏បានដែរហើយមនុស្សដែលជួបបញ្ហាទាំងអស់ហ្នឹងគឺមានច្រើនមែនតើការពិតនៅក្នុងបញ្ហាវាសិតតែបង្រៀនយើងឲ្យនឹងមានឱកាសជាច្រើនដែលគេហៅថាក្នុងគ្រោះមានលៀបកុំមើលបញ្ហាត្រឹមតែបញ្ហាហើយក៏កុំឲ្យសំឡេងអ្នកដទៃមករំខានយើងឲ្យសោះពេលមានបញ្ហាអ្នកទាំងអស់គ្នាធ្វើអីក៏បានឲ្យតែមានប្រយោជន៍ហើយរំលងវាចោលសិនទៅការពិតពេលដែលយើងជួបបញ្ហាហ្នឹងវាណាស់តែរឿងមួយថាមពលយើងអត់មានយើងអត់ចង់យកឈ្នះយើងប្តេជ្ញាផ្ដួលខ្លួនយើងទៅតាមបញ្ហាហ្នឹងហ្មងយើងលែងខ្វល់ពីពេលវេលាដ៏មានតម្លៃយើងអត់ខ្វល់ថា1ម៉ោង1នាទី1ថ្ងៃ1ខែហ្នឹងវាធ្វើឲ្យយើងនឹងខាតបង់ពេលវេលាចោលហើយបើសិនជាយើងគិតដល់ហើយមានកម្លាំងអូអញអត់ខ្វល់អាបញ្ហាជាអីសំខាន់ធ្វើអីដែលខ្លួនឯងធ្វើបានសិនលទ្ធផលយ៉ាងណាកុំខ្វល់ចាប់សងំធ្វើវិច្ចប្រវិច្ចគិតពីបញ្ហាហើយធ្វើយកហ្មងហើយក៏ខ្ញុំធ្លាប់បង្វឹកអ្នកដែលគាត់ជួបវិបត្តិថាទុកវិបត្តិមកដុំឥឡូវធ្វើអីដែលខ្លួនឯងសប្បាយចិត្តហើយមានប្រយោជន៍បងប្អូននឹងទទួលបានកណ្ដោដ៏អស្ចារ្យពីបញ្ហាតែម្ដងអញ្ចឹងបើសិនជាចង់បានថាមពលនៃការផ្ដោតកាន់តែខ្លាំងកុំភ្លេចមក Focus Power Center នេះគឺគេផ្ដល់កម្លាំងចិត្តគេផ្ដល់ការជំរុញចិត្តធ្វើមិនឲ្យយើងផ្ដោតនៅលើអ្វីដែលយើងចង់បានហើយកុំឲ្យដំណើរនៃជីវិតដែលយើងដើរនឹងវារំខានដល់គោលដៅរបស់យើងជួបគ្នាជាមួយអ្នកគ្រូសេប៉ៅនៅ Focus Power Center